Đầm lay hang chênh mía, bàn châu nơi đầm lay crom $5,000 ក្នុងមួយដំណឹងនេះល្ងាចនេះគិតត្រឹមល្ងាចថ្ងៃច័ន្ទទី6 ខែកក្កដានេះតម្លៃមានអន្តរជាតិបានចូលដល់$4,988ក្នុងមួយដំណឹងរួមស្មើនឹង$4,137ក្នុងមួយអោនមីបានធ្លាក់ចុះបន្តិចខណៈដែលប្រាក់ដុល្លារអាមេរិកបានកើនឡើងនឹងការរងចាំមើលអំពីកំណត់ហេតុនៃកិច្ចប្រជុំគោលនយោបាយចុងក្រោយរបស់ធនាគារកណ្ដាលអាមេរិកដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះក៏ដូចជារបាយការណ៍សេដ្ឋកិច្ចអាមេរិកដែលនឹងចេញផ្សាយនៅយប់នេះនៅក្នុងផ្នែកធនាគារវិញធនាគារវិនិយោគអាមេរិក JP Morgan បានព្យាករណ៍ថាតម្លៃមាសអាចនឹងឡើងមកនៅត្រឹម$5,184ក្នុងមួយដំណឹងរួមស្មើនឹង$4,300ក្នុងមួយអោនសម្រាប់ត្រីមាសទី3នៃឆ្នាំនេះនៅលើទីផ្សារប្រេងអន្តរជាតិតម្លៃប្រេងឆៅប្រេនមានតម្លៃ$72ក្នុងមួយបារ៉ែលខណៈប្រេងឆៅអាមេរិកប្រភេទ WTI មានតម្លៃ$68ក្នុងមួយបារ៉ែលចុះឈ្មោះបើកគណនីទិញលក់ហាងឆេងមាសអីលើនេះដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងឆេងមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងឆេងមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram ឬលេខទូរស័ព្ទ070 80 5លោកអ្នកក៏អាចតាមដានតម្លៃហាងឆេងមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Master Ken Academy សូមអរគុណ